ហេតុអ្វីបានជាឡូណាត្រូវកាត់ភ្នែកព្រោះឡូណាមានខ្លាញ់ច្រើនលើសជាតិខ្លាញ់បូករួមទាំងស្បែកលើហើយអ្នកដែលកំពុងផ្សាយផ្ទាល់ជាមួយយើងនៅថ្ងៃនេះគឺគ្មាននរណាក្រៅពីនាយកមន្ទីរពេទ្យកែសម្ផស្សវៀតមីគឺលោកវិជ្ជបណ្ឌិតជាមខ្វកថៃឡូណាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាប្រហែលជាដំបូងឡូណានឹងចែករំលែកជាមួយវិជ្ជបណ្ឌិតជាមខ្វកថៃបន្តិចអំពីការកែម្អរូបរាងរបស់ខ្ញុំថ្ងៃមុនឡូណាទើបតែនិយាយតែបន្តិចពីបញ្ហាច្រមុះរបស់ប្អូនប៉ុណ្ណោះមុននេះបន្តិចឡូណាក៏មានអន្តរាគមន៍មួយដែរហៅថាវះកាត់តូចមែនទេផ្នែកមួយនៃមុខដែលឡូណាមានអារម្មណ៍បន្ទាប់ពីធ្វើវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ជឿជាក់យ៉ាងខ្លាំងអំពីកម្រិតនៃមុខរបស់នាងដែលភ្លឺជាងនោះគឺអំពីភ្នែកដូច្នេះជាដំបូងឡូណានឹងពិភាក្សាអំពីបញ្ហាភ្នែកមុនដូច្នេះតើវិជ្ជបណ្ឌិតថៃអាចចែករំលែកដល់អ្នករាល់គ្នាអំពីបញ្ហាភ្នែករបស់ខ្ញុំពីមុនបានទេហើយតើលោកគ្រូបានប្រើវិធីណាសម្រាប់ភ្នែកខ្ញុំថ្ងៃនេះខ្ញុំនឹងនិយាយអំពីវិធីវះកាត់កែសម្ផស្សបើអ្នកណាមានចម្ងល់អ្វីខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីការវះកាត់កែសម្ផស្សដូចដែលឡូណាទើបតែបាននិយាយកាលពីលើកមុនឡូណានិយាយអំពីការធ្វើច្រមុះដោយឆ្អឹងជំនីរបស់ឡូណាហើយថ្ងៃនេះឡូណានឹងចែករំលែកបន្ថែមទៀតអំពីភ្នែករបស់ឡូណាការវះកាត់ភ្នែកអាស្រ័យលើភ្នែកមនុស្សនិយាយថាភ្នែកគឺជាបង្អួចសម្រាប់ព្រលឹងពីមុនឡូណាមានភ្នែកស្អាតតែមិនភ្លឺដោយសារវាមានសភាពហើមបន្តិចនិងមានស្បែកលើសច្រើនជាទូទៅសម្រាប់ភ្នែកយើងត្រូវតែដឹងថាយើងត្រូវតែមានកឹបត្របកភ្នែកបូកនឹងការវះកាត់ភ្នែកដូច្នេះសម្រាប់ភ្នែករបស់ឡូណាហេតុអ្វីយើងត្រូវវះកាត់ភ្នែកដោយសារតែភ្នែករបស់ឡូណាមានខ្លាញ់ច្រើនបូកនឹងស្បែកលើសដូច្នេះហើយបានជាយើងត្រូវវះកាត់ភ្នែកបន្ទាប់មកយើងអាចដោះស្រាយស្បែកលើសបានហើយរឿងទី2គឺខ្លាញ់តើពេលណាកាត់ត្របកភ្នែកពេលណាត្រូវកឹបត្របកភ្នែកអ្នករាល់គ្នាពេលដែលយើងមានស្បែកលើសនិងខ្លាញ់ភ្នែកយើងត្រូវកាត់ត្របកភ្នែកហើយអ្នកដែលមិនមានស្បែកលើសឬខ្លាញ់ប៉ុន្តែគ្មានត្របកភ្នែកគឺត្របកភ្នែកតែមួយប៉ុណ្ណោះទើបយើងអនុវត្តកឹបត្របកភ្នែកយើងអាចបែងចែកថាហេតុអ្វីបានជាការវះកឹបត្របកភ្នែកនិងកាត់ត្របកភ្នែកដូច្នេះការកឹបត្របកភ្នែកគឺងាយស្រួលជាងការវះកាត់ត្របកភ្នែកកឹបត្របកភ្នែកមានការរាតត្បាតតិចតួចជាងប៉ុន្តែវាត្រូវបានកំណត់ចំពោះតែអ្នកដែលមិនមានត្របកភ្នែកប៉ុណ្ណោះហើយប្រសិនបើអ្នកនោះមានស្បែកលើសដូចឡូណានោះគេត្រូវធ្វើការវះកាត់ត្របកភ្នែកដើម្បីអាចដោះស្រាយស្បែកលើសនោះបន្ទាប់មកភ្នែកទើបកាន់តែស្រស់ស្អាតបើអញ្ចឹងខ្ញុំដឹងថាខ្លាញ់នឹងចេញមកជាបន្តបន្ទាប់ដូច្នេះយូរទៅភ្នែកនឹងនៅតែអាចមានខ្លាញ់មកវិញហើយបន្ទាប់មកច្រើនឬតិចវានឹងនៅតែការលឹបមកវិញអញ្ចឹងយើងនឹងប្រើវិធីណាខ្លះឬខ្ញុំអាចកាត់វាម្ដងទៀតឬខ្ញុំអាចកឹបវាបន្ថែមទៀតបានអត់បន្ទាប់ពីការវះកាត់ត្របកភ្នែកខ្លាញ់នៅតែលូតលាស់ហើយស្បែកនៅតែលូតលាស់បន្ទាប់មកអ្នកដែលកឹបត្របកភ្នែកពេលនោះភ្នែកនឹងការលឹបកឹបត្របកភ្នែកមិនមែនមានន័យថាបាត់បង់ត្របកភ្នែកដែលយើងធ្វើនោះទេដោយសារតែត្របកភ្នែករបស់ម្នាក់នោះចាប់ផ្ដើមចាស់ទៅប្រសិនបើចាស់ទៅស្បែកនឹងយាចុះគឺត្រូវបាត់បង់ត្របកភ្នែកនោះហើយជាមូលហេតុដែលមនុស្សនិយាយថាការកឹបត្របកភ្នែកគឺមិនអាចប្រើបានយូរការកឹបត្របកភ្នែកមិនអាចប្រើបានយូរមានន័យថាយើងកំពុងកឹបត្របកភ្នែកហើយស្បែកនឹងយាធ្លាក់ចុះបាត់បង់ត្របកភ្នែកប្រសិនបើអ្នកមិនយកខ្លាញ់ចេញដូច្នេះហើយនៅពេលដែលអ្នកកឹបត្របកភ្នែកខ្លាញ់នឹងច្រើនជាងហើយវានឹងធ្វើឲ្យភ្នែករបស់អ្នកកាលឹបហើយអ្នកនឹងបាត់បង់ត្របកភ្នែកដូច្នេះហើយនៅពេលដែលអ្នកកឹបត្របកភ្នែកធម្មតាពេលវេលាក្រោយអ្នកនឹងត្រូវកាត់ត្របកភ្នែកហើយកាត់ត្របកភ្នែកហើយនោះជាធម្មតាប្រសិនបើអ្នកយកខ្លាញ់ចេញវានឹងមិនមានខ្លាញ់ទៀតខ្លាញ់ភ្នែកមិនអាចបង្កើតឡើងវិញបានទេអូវាមិនបង្កើតទេវាមានន័យថានៅពេលយើងកឹបត្របកភ្នែកយើងមិនប៉ះពាល់ដល់ខ្លាញ់ទេបន្ទាប់មកជួនកាលខ្លាញ់នឹងចេញមកហើយវានឹងធ្វើឲ្យត្របកភ្នែកធ្លាក់ចុះត្របកភ្នែកធ្លាក់ចុះបូកនឹងស្បែកលើសបូកនឹងត្របកភ្នែកទើបយើងត្រូវកាត់ដើម្បីយើងយកស្បែកលើសបូកនឹងត្របកភ្នែកនៅកាត់ត្របកភ្នែកហើយគឺយើងយកខ្លាញ់ហើយគឺខ្លាញ់វាអត់មានដូចខ្លាញ់ក្បាលពូទេខ្លាញ់ភ្នែកពេលយកវាចេញហើយគឺបាត់ត្មងមិនមានច្រើនទេលុះត្រាតែអ្នកថត់ពេកអ្នកឡើងទម្ងន់លើសពី10គីឡូឬរាប់សិបគីឡូទើបអាចឡើងខ្លាញ់ភ្នែកបានប៉ុន្តែស្ទើរតែមិនមានជាធម្មតាប្រសិនបើអ្នកយកខ្លាញ់ភ្នែកច្រើនពេកអ្នកនឹងមានបញ្ហាផុតទៀតត្រូវហើយដូច្នេះហើយខ្លាញ់ភ្នែកគឺយើងត្រូវតែយកបន្តិចប៉ុណ្ណោះយកមកល្មមទើបវាធម្មជាតិហើយនៅខ្លាញ់ភ្នែកពេលនោះយើងកាត់ភ្នែកហើយដូចឡូណាកាត់ភ្នែកអាច10ឆ្នាំក្រោយ20ឆ្នាំក្រោយការខ្លាចរបស់យើងគឺស្បែកវានឹងចាប់ផ្ដើមយាចុះគឺយកស្បែកខាងក្រៅប៉ុណ្ណោះពេលនោះយើងគ្រាន់តែត្រូវការយកស្បែកចេញប៉ុណ្ណោះយកស្បែកត្រង់ត្របកភ្នែកប្រសិនបើមានស្បែកលើសយើងគ្រាន់តែយកបន្ថែមប៉ុណ្ណោះយើងមិនចាំបាច់កាត់ប៉ះអ្វីទាំងអស់គឺយើងមានត្របកភ្នែករួចហើយយើងគ្រាន់តែកាត់ស្បែកដែលលើសដែលធ្វើឲ្យត្របកភ្នែកយាគឺយើងគ្រាន់តែកាត់វាប៉ុណ្ណោះបើពេលកាត់ស្បែកនោះគឺយើងកាត់តាមរង្វង់ចិញ្ចើមឬកន្លែងណានៅពេលដែលយើងកាត់ត្របកភ្នែកហើយពេលនោះស្បែកយើងធ្លាក់នោះវាអាស្រ័យលើកន្លែងដែលស្បែកធ្លាក់ចុះប្រសិនបើវាស្ថិតនៅកន្ទុយនៃភ្នែកគឺយើងព្យួរចិញ្ចើមប្រសិនបើភ្នែកទាំងមូលធ្លាក់យើងត្រូវតែកាត់ត្របកភ្នែកមកវិញពេលកាត់ត្របកភ្នែកមកវិញយើងយកស្បែកលើសប៉ុណ្ណោះនៅពេលនោះយើងនឹងមិនចាំបាច់យកខ្លាញ់ទៀតទេ
នៅតែមានករណីខ្លះដែលមនុស្សនិយាយថាវាងាយស្រួលដោយការកាត់ម្ដងប៉ុន្តែប្រសិនបើមានខ្លាញ់ច្រើនវានឹងបន្តចេញមកដូច្នេះយើងគ្រាន់តែកាត់វាហើយយកឲ្យច្រើនវានឹងមានករណីខ្លះខ្ញុំឃើញថាពេលបិទភ្នែករបស់អ្នកខ្លះបិទមិនជិតតើបញ្ហាដោយសារតែយើងមានខ្លាញ់ច្រើនពេកឬក៏ដោយសារតែស្បែកមូលហេតុដែលភ្នែកបិទមិនជិតបានគឺដោយសារគ្រូពេទ្យយកស្បែកច្រើនពេកវាជាការពិតដែលថាបើអ្នកប្រើស្បែកច្រើនពេកភ្នែករបស់អ្នកនឹងមិនបិទបានត្រឹមត្រូវវាត្រូវបានគេហៅថាការបើកភ្នែកដែលមានន័យថាអ្នកមិនអាចបិទបានជិតគេងដោយបើកភ្នែកនោះមកពីគ្រូពេទ្យយកស្បែកច្រើនពេកចំណែកខ្លាញ់វិញបើគ្រូពេទ្យយកខ្លាញ់ច្រើនពេកភ្នែកនឹងត្រូវផត់គឺយ៉ាងដូចម្តេចយើងវាមិនធម្មជាតិទៀតទេវាត្រូវផត់ចូលគេហៅថាជម្រៅភ្នែកត្រូវហើយពេលនោះយើងត្រូវយកខ្លាញ់ផ្ទាល់ខ្លួនដើម្បីចាក់បំពេញចូលជម្រៅភ្នែកយើងត្រូវយកខ្លាញ់របស់ខ្លួនយើងដើម្បីចាក់បំពេញវាជាការពិតដែលមនុស្សម្នាក់មើលមកឡូណាចាប់អារម្មណ៍បំផុតគឺភ្នែកព្រោះជាកន្លែងដែលយើងប្រាស្រ័យតាក់ទងគ្នាដោយមិនចាំបាច់និយាយអ្វីគ្នាមុនឡើយគ្រាន់តែក្រឡេកមើលមុខគ្នាចៃដន្យឲ្យបានជួបមុខគ្នាឬពាក្យថាមើលឃើញកែវភ្នែកអ្វីនោះយើងនឹងជក់ចិត្តជាខ្លាំងព្រោះថាពេលឃើញរូបឡូណាដែលទើបតែជាប់វកញ្ញាលំដាប់ទី1 Miss World Vietnam 2019នឹងដល់ពេលឡូណាទៅប្រកួត Miss Grand International ទោះបីឡូណាបានកឹបត្របកភ្នែកហើយក៏ដោយពេលយើងផាត់មុខយើងមានល្បិចថាយើងធ្វើត្របកភ្នែក2ជាន់ប៉ុន្តែពិបាកណាស់ព្រោះមានច្រើនស្រទាប់ដូច្នេះត្របកភ្នែក2 3ស្រទាប់ពិបាកណាស់ហើយពេលទុកធម្មតាបើមិនផាត់មុខនឹងរងឹតដូច្នេះនៅពេលដែលខ្ញុំសម្រេចចិត្តធ្វើវិធីកាត់ត្របកភ្នែកនេះខ្ញុំមានអារម្មណ៍ថាអ្វីកាន់តែភ្លឺហើយខ្ញុំមើលទៅមានទំនុកចិត្តជាងមុនវាធំជាងវាធំចេញវាវែងមកកន្លែងខ្ញុំបើកជ្រុងភ្នែកឲ្យអ្នកបើកជ្រុងភ្នែកគឺនៅក្នុងនេះត្រូវបាំងចិត្តកន្លែងជ្រុងនេះធ្វើឲ្យភ្នែកយើងតូចប៉ុណ្ណោះយើងត្រូវបើកជ្រុងភ្នែកឡូណាបានធ្វើពេញសេវាកម្មមកអ្នករាល់គ្នាគឺកាត់ភ្នែកហើយបើកជ្រុងភ្នែកខាងក្នុងទៀតចឹងទៅភ្នែកខ្ញុំមិនធំទេមានគេសួរខ្ញុំថាភ្នែកខ្ញុំមានខ្លាញ់ច្រើននិងស្បែកលើសខ្ញុំចង់កាត់ភ្នែកដូចឡូណាដែរថ្លៃប៉ុន្មានលោកគ្រូបើកភ្នែកដូចកាត់ភ្នែកវាអាស្រ័យលើជ្រុងខាងក្នុងមានត្រូវបាំងឬអត់បើកាត់ភ្នែកទេគឺ12លានដុងហើយប្រសិនបើអ្នកបើកជ្រុងភ្នែកខាងក្នុងវាមានតម្លៃ10លានដុងទៀតគឺបើកជ្រុងភ្នែកខាងក្នុងគឺដើម្បីឲ្យវាវែងចេញនោះគឺ10លានកាត់ត្របកភ្នែកគឺ12លានកឹបត្របកភ្នែកគឺ10លាននៅកឹបត្របកភ្នែកគឺម៉ានកឹបត្របកភ្នែកគឺ10លានបើគ្រាន់តែកឹបត្របកភ្នែកអញ្ចឹងតារាងតម្លៃសេវាកម្មខាងភ្នែកគឺកឹបត្របកភ្នែក10លានកាត់ត្របកភ្នែកគឺ12លានហើយពេលដែលបើកជ្រុងភ្នែកខាងក្នុងគឺ10លានទៀតអាចរួមបញ្ចូលគ្នានៅវិធីសាស្ត្រជាច្រើនជាមួយគ្នាពីរក្នុងចំណោមពួកគេរួមគ្នាដូចជាឡូណាតែកាត់ភ្នែកនិងបើកជ្រុងភ្នែកខាងក្នុងនោះការចំណាយសរុបនឹងមាន22លានមានមិត្តម្នាក់សួរថាកាត់ត្របកភ្នែកតើត្រូវការសម្រាប់រយៈពេលប៉ុន្មានការវះកាត់ត្របកភ្នែកគឺដូចឡូណាបានវះកាត់ដែរដូច្នេះរយៈពេល7ថ្ងៃដំបូងកុំធ្វើការងារធ្ងន់ប៉ុន្តែបើទៅណាមកណាត្រូវពាក់វ៉ែនតាឬគេចពីពន្លឺព្រះអាទិត្យរយៈពេល3ខែដំបូងប្រសិនបើអ្នកចេញទៅក្រៅក្រោមពន្លឺថ្ងៃអ្នកត្រូវតែប្រើលេការពីកម្ដៅថ្ងៃបើមិនដូច្នេះទេវានឹងមានស្នាមឬជាមដូច្នេះអ្នកគួរជៀសវាងកម្ដៅថ្ងៃឬពាក់វ៉ែនតាធម្មតាទៅណាគ្រាន់តែពាក់វ៉ែនតាទៅប៉ុណ្ណោះបន្ទាប់មកក្នុងរយៈពេល7ថ្ងៃយើងកាត់ចេះហើយវានឹងស្រស់ស្អាតប៉ុន្តែជាឧទាហរណ៍បើយើងប្រើទូរស័ព្ទតើយើងត្រូវតំអ្វីទេអត់មានការតំទេគឺត្រូវតំការងារធ្ងន់ដើម្បីកុំឲ្យហាមប៉ុណ្ណោះដូច្នេះយើងគ្រាន់តែត្រូវសម្រាកនិងជៀសវាងសកម្មភាពធ្ងន់ក្នុងរយៈពេល7ថ្ងៃដំបូងប៉ុណ្ណោះហើយបន្ទាប់ពីយើងកាត់ចេះចេញយើងអាចធ្វើសកម្មភាពធម្មតាបានប៉ុន្តែជាទូទៅយើងកាន់តែប្រយ័ត្នប្រយែងក្នុងការធ្វើអ្វីមួយវាប្រសើរជាងប្រសិនបើវាមិនមានភាពរអាក់រអួលការវះកាត់ភ្នែកមានបើកមុំភ្នែកចំណាយ10លានដុងប៉ុន្តែសម្រាប់ការកាត់ត្របកភ្នែកគឺ12លានហើយនៅពេលដែលយើងកឹបត្របកភ្នែកគឺត្រឹមតែ10លានប៉ុណ្ណោះហើយនោះគឺជាតារាងតម្លៃវះកាត់ភ្នែករបស់ខ្ញុំណាតើត្រូវចំណាយពេលប៉ុន្មានដើម្បីធ្វើការវះកាត់ភ្នែកខ្ញុំក៏មិនយល់ថាតើអ្នកកំពុងសួរថាតើវាត្រូវចំណាយពេលប៉ុន្មានក្នុងរយៈពេលវះកាត់ឬតើវាត្រូវចំណាយពេលប៉ុន្មានដើម្បីឲ្យរបួសសាល្អបើក្នុងវះកាត់លឿនណាស់វាចំណាយពេលតែកន្លះម៉ោងប៉ុណ្ណោះនៅពេលវេលារបួសសាល្អដូចខ្ញុំនិយាយ7ថ្ងៃគឺស្អាតក្នុងអំឡុងពេលកន្លះម៉ោងនោះយើងគ្រាន់តែធ្វើដូចឡូណាគឺធ្វើឲ្យស្ពឹកប៉ុណ្ណោះគឺមិនមានអារម្មណ៍អ្វីទាំងអស់ប្អូនគិតថាគ្រាន់តែដេកនៅទីនោះដោយបិទភ្នែកស្ដាប់តន្ត្រីឬអ្វីមួយដូច្នេះអ្វីបានកន្លងផុតទៅពេលភ្ញាក់ពីដំណេកអ្វីក៏រួចរាល់ហើយយើងអាចសម្រាកបានតាមពិតវាអាចនឹងទៅផ្ទះភ្លាមប៉ុន្តែប្រសិនបើអ្នកមានការព្រួយបារម្ភខ្លាំងពេកឬមានបញ្ហាអ្វីខ្លះនោះអ្នកអាចនៅដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលបានកាន់តែច្បាស់ប្រសិនបើប្រើថ្នាំស្ពឹកកាត់ត្របកភ្នែកគឺអ្នកអាចត្រឡប់ទៅផ្ទះវិញភ្លាមគ្មានបញ្ហាអ្វីទាំងអស់គ្រាន់តែពាក់បង់រុំបន្តិចហើយពាក់វ៉ែនតានោះអ្នកអាចទៅផ្ទះបានខ្ញុំចាប់អារម្មណ៍នឹងភ្នែករបស់ឡូណាខ្លាំងណាស់ខ្ញុំមិនដឹងថាតើខ្ញុំអាចវះកាត់ភ្នែកដូចបងស្រីបានទេភ្នែករបស់ខ្ញុំតូចខ្ញុំមិនដឹងថាតើខ្ញុំអាចមានភ្នែកធំដូចបងស្រីក្រោយការវះកាត់ឬអត់បើភ្នែកតូចខ្ញុំនឹងបើកជ្រុងខាងក្នុងឬបើកជ្រុងភ្នែកខាងក្រៅរួមនឹងការកាត់ភ្នែកវានឹងធំដូចឡូណា
ប៉ុន្តែនោះមានន័យថាគ្រប់ផ្នែកទាំងអស់នឹងមានវិធីសាស្ត្រសម្រាប់យើងធ្វើដើម្បីទទួលបានផ្នែកដូចឡូណាអញ្ចឹងដូច្នេះអ្នកគ្រប់គ្នាគ្រាន់តែមកហើយឲ្យខ្ញុំពិនិត្យមើលស្ថានភាពយ៉ាងដូចម្ដេចមានមិត្តម្នាក់ជាវេជ្ជបណ្ឌិតហៅហាវ៉ូសួរថាតើខ្ញុំចង់កាត់ភ្នែកបែបនេះដែរតើខ្ញុំអាចសួរគ្រូពេទ្យថៃបានទេថាខ្ញុំត្រូវរៀបចំអ្វីបើអ្នកកាត់ត្របកភ្នែកអ្នកគួររៀបចំថាបើត្រូវសម្រាក1-2ថ្ងៃដំបូងកុំធ្វើការងារធ្ងន់ប៉ុណ្ណោះប្រសិនបើការងាររបស់អ្នកតម្រូវឲ្យអ្នកជៀសវាងការទំនាក់ទំនងនោះ2ថ្ងៃគឺបានហើយបន្ទាប់ពីនោះអ្នកអាចពាក់វ៉ែនតាចេញទៅខាងក្រៅទៅសាលារៀនឬអ្វីក៏បានត្រៀម1-2ថ្ងៃសម្រាប់នៅផ្ទះប៉ុណ្ណោះចុះការត្រៀមខ្លួនមុនពេលវះកាត់វិញមិនចាំបាច់រៀបចំអ្វីទេប៉ុន្តែកុំបារម្ភព្រោះនិយាយថាអ្នកមិនបាច់ត្រៀមខ្លួនមានន័យថាអ្នកមិនបាច់ត្រៀមខ្លួនសម្រាប់ការសម្រាកប៉ុន្តែមុននឹងធ្វើការវះកាត់ណាមួយនៅមន្ទីរពេទ្យកែសម្ផស្សវៀតមីគឺត្រូវធ្វើតេស្តសុខភាពជាមុនសិនដូច្នេះរាល់បញ្ហាដែលត្រូវបានរកឃើញនឹងត្រូវបានវេជ្ជបណ្ឌិតសង្កេតឃើញហើយនឹងពិនិត្យមើលស្ថានភាពដើម្បីដឹងថាអាចធ្វើការវះកាត់កែសម្ផស្សបានឬអត់ដូច្នេះបន្ទាប់ពីនោះយើងអាចធានាថាអ្វីៗបានត្រៀមខ្លួនជាស្រេចយើងគ្រាន់តែត្រៀមខ្លួនប្រកបដោយផាសុកភាពដើម្បីចូលវះកាត់នោះបន្ទាប់មករីករាយនឹងភាពស្រស់ស្អាតរបស់យើងប៉ុណ្ណោះមានមិត្តសួរថាភ្នែកខ្ញុំបានកាត់រួចហើយប៉ុន្តែមិនស្មើឥឡូវខ្ញុំចង់កែមកវិញតើគួរធ្វើដូចម្តេចប្រសិនបើអ្នកចង់កែមកវិញអ្នកត្រូវតែមកទីនេះដើម្បីខ្ញុំពិគ្រោះយោបល់មើលថាតើវាអាចកែបានដែរឬទេមានករណីដែលមិនមានស្បែកនៅសល់ដើម្បីកែមកវិញអាស្រ័យហេតុនេះក្នុងករណីមានកំហុសអ្នកត្រូវតែមកទីនេះដើម្បីពិគ្រោះយោបល់ដោយផ្ទាល់ដើម្បីដឹងថាតើវាអាចធ្វើបានឬអត់លោកគ្រូខ្ញុំចង់សួរថាបើកាត់ខ្លាញ់ច្រើនពេកអាចចាក់ខ្លាញ់ខ្លួនឯងបានតែបើយើងខ្វះស្បែកតើធ្វើដូចម្តេចទើបអាចកែបានតើមានវិធីសាស្ត្រណាដើម្បីយើងវាគ្មានវិធីសាស្ត្រណាទេត្រូវតែទទួលយកវាដែលមិនអាចកែបានទៀតទេមានន័យថាក្នុងករណីដែលស្បែកត្រូវកាត់ច្រើនពេកគឺយើងមិនអាចកែវាបានទេអញ្ចឹងអ្នកគួរតែទៅមន្ទីរពេទ្យកែសម្ផស្សវៀតមីដើម្បីយើងអាចពិនិត្យស្ថានភាពភ្នែករបស់យើងហើយយើងនឹងមានដំណោះស្រាយល្អសម្រាប់យើងជំរាបសួរលោកគ្រូពេទ្យភ្នែករបស់ខ្ញុំមានត្របកភ្នែកប៉ុន្តែខ្លាញ់ច្រើនតើខ្ញុំគួរធ្វើដូចម្តេចដើម្បីឲ្យវាធំនិងច្បាស់លោកគ្រូពេទ្យនោះដូចខ្ញុំបាននិយាយគឺអ្នកត្រូវកាត់ត្របកភ្នែកនិងយកខ្លាញ់ចេញប្រសិនបើមានតម្រូវការបើកជ្រុងភ្នែកខាងក្នុងយើងនឹងបើកវាសូមរស់រាន់ឡើងបងប្អូនទាំងអស់គ្នាសូមតាមដានរាល់ព័ត៌មានអំពីសេវាកម្មកែសម្ផស្សនៅមន្ទីរពេទ្យកែសម្ផស្សវៀតមីប្រហែលជាមកដល់ពេលនេះគ្រប់គ្នាគិតតែថាវេជ្ជបណ្ឌិតថៃល្បីខ្លាំងខាងផ្នែកពង្រីកដើមទ្រូងប៉ុន្តែឥឡូវនេះសេវាកម្មផ្សេងទៀតដែលមាននៅមន្ទីរពេទ្យកែសម្ផស្សវៀតមីឧទាហរណ៍ការបន្តឹងស្បែកមុខដោយខ្សែអំបោះឬកែសម្ផស្សមិនរាតត្បាតឬយើងបូមខ្លាញ់សុទ្ធតែមានការបញ្ចុះតម្លៃ 20% ទាំងអស់គ្រប់គ្នាសួរថាប្រសិនបើទៅពិគ្រោះយោបល់តើអាចទៅជួបគ្រូពេទ្យបានទេប្រសិនបើអ្នកធ្វើការណាត់ជួបជាមុនខ្ញុំនឹងពិគ្រោះយោបល់ជូនអ្នកទាំងអស់គ្នាបើអ្នកបានណាត់រួចហើយខ្ញុំនឹងរៀបចំពេលវេលាដើម្បីពិគ្រោះយោបល់ឲ្យអ្នករាល់គ្នាកុំបារម្ភមួយទៀតគឺទូឡូណាជាករណីតារាល្បីដែលបានវេជ្ជបណ្ឌិតធ្វើផ្ទាល់ប៉ុន្តែនីតិវិធីគឺឡូណាណាត់ជួបដើម្បីទៅពិគ្រោះយោបល់មុននឹងជួបវេជ្ជបណ្ឌិតថៃឡូណានឹងជួបអ្នកប្រឹក្សាយោបល់ពួកគាត់នឹងសួរយើងមានតម្រូវការចង់ធ្វើអ្វីបន្ទាប់មកអ្នករាល់គ្នាពេលដែលយើងដឹងច្បាស់សេវាកម្មដែលយើងចង់ធ្វើហើយបន្ទាប់មកអ្នកទទួលភ្ញៀវនឹងនាំយើងឡើងជួបវេជ្ជបណ្ឌិតជាមខ្វក់ថៃនៅពេលដែលឡូណាមកធ្វើសេវាកម្មខាងស្បែកខ្ញុំនឹងឆ្លងទៅពិនិត្យខាងនេះខាងនោះហើយឡូណាស្ទើរតែឃើញវេជ្ជបណ្ឌិតថៃពិគ្រោះយោបល់ទាំងអស់មានន័យថាពេលណាវេជ្ជបណ្ឌិតពិគ្រោះយោបល់ក៏ជាវេជ្ជបណ្ឌិតជាមខ្វក់ថៃពិគ្រោះផ្ទាល់ទាំងអស់ដូច្នោះហើយរាល់គ្នាកុំបារម្ភហើយជាពិសេសពេលដែលយើងបានណាត់ពេលជួបពិគ្រោះយោបល់មុនហើយអ្វីនឹងតាមដំណើរការលឿនជាងនឹង 100% នឹងបានជួបវេជ្ជបណ្ឌិតថៃប្រសិនបើមន្ទីរពេទ្យវះកាត់កែសម្ផស្សរបស់ខ្ញុំមានច្រើនផ្នែកវះកាត់កែសម្ផស្សឬផ្នែកសាស្បែកបើអតិថិជនធ្វើសេវាអ្វីមួយអំពីស្បែកមានគ្រូពេទ្យជំនាញខាងសាស្បែកដើម្បីណែនាំនិងពន្យល់ពីនីតិវិធីឲ្យបានច្បាស់លាស់ដល់អ្នកប្រសិនបើនិយាយអំពីការវះកាត់អ្នកតែងតែមកទីនេះហើយមានអ្នកប្រឹក្សានិងណែនាំទូទៅនៃអ្វីដែលអ្នកត្រូវធ្វើហើយរៀបចំធ្វើ 3D ជាមុនសម្រាប់អ្នកដើម្បីពេលដែលអ្នកជួបខ្ញុំនឹងមើលតាម 3D នោះហើយពិគ្រោះយោបល់លើ 3D នោះដើម្បីឲ្យអ្នកអាចមើលឃើញរូបភាពរបស់អ្នកបានយ៉ាងងាយស្រួលក្រោយពីធ្វើការវះកាត់វាយ៉ាងម៉េចហើយឯកភាពសម្រាប់លើសេវាកម្មដែលត្រូវធ្វើដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភទៀតទេមកប្រឹក្សាផ្ទាល់ជាមួយមន្ទីរពេទ្យដើម្បីទទួលបានសេវាទាំងអស់នោះនឹងមានការផ្សាយផ្ទាល់នាពេលខាងមុខដែលនឹងនាំមកនូវព័ត៌មានទូទៅនៃសេវាកម្មទាំងអស់ដូចថ្ងៃនេះដល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមានចម្ងល់ផ្សេងឬក្រៅពីចំណេះដឹងដែលអ្នករាល់គ្នាបានចែករំលែកនៅថ្ងៃនេះអ្នកទាំងអស់គ្នាអាចត្រៀមសម្រាប់ការផ្សាយផ្ទាល់បន្ទាប់ឡូណានិងវេជ្ជបណ្ឌិតជាមខ្វក់ថៃនឹងនាំមកជូនអ្នកទាំងអស់គ្នាហើយឥឡូវនេះសូមជម្រាបលាហើយណាត់ជួបគ្នាថ្ងៃក្រោយទៀត
មន្ទីរពេទ្យកែសម្ផស្សវិតមីប្រែក្លាយសុបិនរបស់អ្នកឲ្យទៅជាការពិត